ដោយសារនេះជាលើកទី1ដែលខ្ញុំបានទៅដើរលេងនៅខេត្តកោះកុងហើយបានចង់ធ្វើវីដេអូនេះឡើងជា full vlog trip ដើម្បីទុកមើលនៅថ្ងៃក្រោយសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំទូយសុកលី Welcome to my vlog trip 2យប់3ថ្ងៃនៅខេត្តកោះកុងពួកខ្ញុំបានធ្វើដំណើរចេញពីទីក្រុងភ្នំពេញនៅម៉ោង 9 កន្លះប៉ុន្តែមានការត្រូវចូលមកខេត្តកំពង់ស្ពឺបន្តិចសិនក៏បានចូលមក breakfast នៅ Fresco Cafe មួយក៏យើងបានឡើងផ្លូវលបឿនលឿនវិញដើម្បីបន្តដំណើរទៅខេត្តកោះកុងពួកខ្ញុំចុះនៅឯច្រកកំពង់សិលានិយាយថារាល់ដងខ្ញុំចេញដំណើរទៅខេត្តណាក៏ដោយក៏ខ្ញុំគេងលើឡានដែរប៉ុន្តែលើកនេះដោយសារផ្លូវថ្មីខ្ញុំអត់គេងទេខ្ញុំនៅមើលផ្លូវរហូតហ្មងឥឡូវយើងបានមកដល់ខេត្តកោះកុងហើយប៉ុន្តែយើងអត់ទាន់ចូលទៅ check in នៅ resort ភ្លាមទេពួកខ្ញុំទៅរកអីញ៉ាំក៏ដូចជាជិះលេងមើលខេត្តកោះកុងយើងមានសោភ័ណភាពបែបណាអញ្ចឹងណាហើយកន្លែងដែលបងប្រុសខ្ញុំនាំទៅនោះឈ្មោះអាណនព្រោះអីចង់ញ៉ាំអីងាយងាយដើម្បីបានញ៉ាំលឿនៗទៅអានទៅអូតែ check in ច្រឡំមែនអូតែ resort អូចេះនិយាយខុសចង់កើត resort គេប៉ុណ្ណាណៃអូតែពេលដែលយើងបាយថ្ងៃរួចរាល់គឺយើងឈ្មោះទៅកាន់ resort យើងភ្លាមហ្មងជិះពីកន្លែងបាយមកដល់ resort ហ្នឹងតែ5នាទីហ្នឹងហើយអ្នកនរគ្នាបើមានអវ៉ាន់ច្រើនដូចខ្ញុំអីចេះអាចជិះមកដល់មុខបន្ទប់ហើយយើងតម្លាក់អវ៉ាន់សិនបានណាប៉ុន្តែចំណតឡានគេគឺនៅមុខគេយើងអត់អាចយកឡានមកដាក់កណ្ដាលផ្លូវចង្កើទេណាពួកខ្ញុំគឺអញ្ចឹងឲ្យទៅដល់លេងនៅណាក៏ដោយមកហូបអាហារអត់ដែរខ្វះហើយគឺវិចស្រាប់មកពីពេញហ្មងសូមអីតែត្រីងៀតទុកញ៉ាំបបសក់ផឹកឡើងក៏វិចយកមកពីពេញដែរតម្លាក់អវ៉ាន់អីរួចរាល់អស់គឺពួកខ្ញុំចាប់ដើមចូលងូតទឹករៀបចំខ្លួនហ្មងដើម្បីចេញទៅអាកន្លែងផែជិះម៉ូតូតកអូយមែនទេសភាពនៅនេះកាន់តែល្ងាចកាន់តែស្អាតសម្រាប់ព័ត៌មានតាក់ទងជាមួយកន្លែងខ្ញុំគេងនៅ resort នេះខ្ញុំបានធ្វើវីដេអូមួយហើយអ្នកនរគ្នាអាចចូលទៅមើលវិញបានហើយដើរមកហត់ដែរហ្នឹងណាព្រោះ resort គេធំមកឃើញឡាននៅមុខហ្នឹងអត់បងខ្ញុំយកឡានមកយកខ្ញុំទៅតែខ្ញុំអត់ទៅខ្ញុំចង់ថតរូបអញ្ចឹងខ្ញុំសុកចិត្តដើរទេសភាពថ្ងៃលិចគេឡើង fresh នេះជិះឡានធ្វើអីដើរទៅលោកអើយហើយឥឡូវយើងបានមកដល់អាផែដែលគេជួម៉ូតូទឹកជួអបអីហ្នឹងហើយសំណាងដែរពេលពួកខ្ញុំទៅដល់ហ្នឹងម៉ូតូអត់មានណាគេជួកុំអីត្រូវចាំគេទៀតខ្ញុំច្រើនអ្នកដែរប៉ុន្តែជិះម៉ូតូទឹកតែ3ទេ5នាក់ក្រៅពីហ្នឹងពួកគាត់ជិះអបហ្នឹងជិះលេងមើលទេសភាពតាមពួកខ្ញុំពីក្រោយធ្វើអីក៏ដោយកុំភ្លេចពងសុវត្ថិភាពផងអ្នកនរគ្នាទោះជាបកែហើយប៉ុណ្ណាក៏ដោយក៏ត្រូវតែពាក់ដែរសុវត្ថិភាពមុនគេណាជាចម្បងខ្ញុំអត់ចេះបើគេអញ្ចឹងខ្ញុំជិះជាមួយអាបងអូយទៅទេសភាពកោះកុងហ្នឹងខ្ញុំអត់មានអីត្រូវនិយាយច្រើនទេមើលតែតាមវីដេអូហ្នឹងក៏អ្នកនរគ្នា feeling ថាវា fresh ខ្លាំងហ្មងអ្នកនរគ្នាហើយស្រួលជិះអ្នកនរគ្នាព្រោះនៅដៃសមុទ្រអញ្ចឹងអត់សូវមានអាឡូគេយើងស្រួលជិះមែនតើឃើញថ្ងៃចាំងអញ្ចឹងណាប៉ុន្តែអត់ក្តៅទេលក្ខណៈព្រះអាទិត្យគេឡើងសតុំហ្មងហើយជិះខ្យល់ចេញមកអត់ស្អិតស្បែកគេខុសពីជិះនៅលើសមុទ្រណាជិះលើសមុទ្រ10នាទី20នាទីអីមានអារម្មណ៍ថាស្អិតព្រមអត់បានហ្មងកន្លែងនេះពួកខ្ញុំកំពុងតែជិះទៅមុខ Starbucks កោះកុងអ្នកនរគ្នាហើយនេះគឺជាទេសភាពដែលថតចេញពីលើអូបដែលបងស្រីគាត់ជិះគាត់ថតឲ្យទៅខ្ញុំយកពីគាត់ខ្លះយកមកដាក់អ្នកគ្នាមើលបន្ទាប់ពីទៅដល់ថតរូបលេងពីបបោះហើយក៏ពួកខ្ញុំបានបន្តដំណើរត្រឡប់មកកន្លែង resort វិញដើម្បីរៀបចំអាំងសាច់អាំងអីញ៉ាំអត់ដឹងថាមានអាគេដូចខ្ញុំអត់ទេខ្ញុំចូលចិត្តអាទេសភាពថ្ងៃលិចនឹងមែនតើលក្ខណៈថា golden hour ឲ្យតែបានមើលថ្ងៃលិចនិយាយទៅអា stress អារឿងអត់សុបាយចិត្តអីហ្នឹងដឹងតែអានិយាយទៅណាបាត់អស់ហើយខ្ញុំមកដល់កន្លែងវិញមុនគេបងខ្ញុំទៅមកដល់ក្រោយទេហើយសម្រាប់គ្រឿងសមុទ្រទាំងអស់ហ្នឹងគឺបងដែលគាត់ជាអ្នកស្រុកកោះកុងបងគាត់រៀបចំឲ្យខ្ញុំណាអ្នកណាបងអ្នកស្គាល់គ្នាអញ្ចឹងយើងទាំងអស់គ្នាក៏នាំគ្នាញ៉ាំអីហើយផឹកស៊ីតាមហ្នឹងណាហើយបន្ទាប់មកគឺអត់មានវីដេអូឲ្យមើលទេព្រោះមេចាប់ដើមងឹតខ្ញុំចាប់ដើមមកលត់ដែរហើយឥឡូវកាត់ចូលផឹកឡើងថ្ងៃទី2នៅ resort ហ្មងហើយក៏មិនផឹកដែរនេះថ្ងៃអីព្រោះយកមិញយើងធ្ងន់ងើបមកមួយឡើងថ្ងៃចាំងគូហ្មងពេលកំពុងតែ hangover អញ្ចឹងអត់មានអី the best ជាងបបសហើយជាមួយថៃងៀតទេពងទាមួយទៀតអ្នកនរគ្នាពងទាក្លុកពងទាអីក៏បានដែរពងទាអូយតំណងហើយអ្នកនរគ្នាពោះថៃពីខាងម៉ាម៉ា food ខ្ញុំយកមកពីពេញងូតទឹកធ្វើខ្លួនអីហើយយើងបន្តដំណើរចេញទៅអាកន្លែង cashier គេកន្លែង cashier ហ្នឹងគេមានលក្ខណៈ restaurant នៅហ្នឹងហ្មងយើងអាចអង្គុយញ៉ាំបាយកំងមកហូបអីញ៉ាំនៅនឹងបានបន្ទាប់មកគឺជិះចេញទៅរកកាហ្វេមកកោះកុងម្លងមិនបាន Starbucks កោះកុងល្បីសឹងអីមកកោះកុងអត់បានមក Starbucks ដូចអត់បានមកអញ្ចឹងត្រូវហ៎កន្លែងដែលក្មេងៗកំពុងពេញយំ check in នេះខ្ញុំ Gen Z ដែរតាអត់មកមិនបានហើយតែខ្ញុំទៅហ្នឹងអត់សូវមានមនុស្សដែរណាមួយយើងទៅពេលថ្ងៃអញ្ចឹងប្រហែលជាអត់សូវមានមនុស្សទេដល់ល្ងាចឡើងអីរៀងតិចតិចបានមានក្មេងៗមកថតរូបមក check in ច្រើនតែរបស់គេតែសភាពស្អាតមែនងាកទៅប្លង់ណាក៏កន្លែងថតរូបដែរយីមែនបើមកល្ងាចឡើងអីសង្ស័យ3ឲ្យប៉ោះហើយខ្ញុំនេះមិនដឹងគិតអីពេលហ្នឹងប្រឡែងសាហាវដឹងអាងអីនោះទៅវិញដឹងខ្មៅអីយីមែនថ្ងៃត្រង់ម៉ោង12លេងថតរូបដើរកលេងចឹងប្រយអូយអាងសាហាវមិនដឹងអាងអីរងថ្ងៃនិយាយរងថ្ងៃថាស្រឡាញ់ស្បែកប៉ុន្តែមិនបាច់មើលទង្វើឲ្យសូនចេញទៅក្រៅថតរូបបានពីបបអីចឹងត្រឡប់មកវិញកាហ្វេយើងក៏បានរួចរាល់ហើយយើងត្រឡប់ទៅកន្លែង resort នេះដើម្បីជិះអាអូបធំនេះយើងជិះទៅខាងកោះកុងក្រៅណាអ្នកនរគ្នាហើយការចេញទៅខាងកោះកុងក្រៅហ្នឹងយើងមិនមែនចេះតែចេញបានរងថ្ងៃទេយើងមើលតាមទឹកអាកាសធាតុដែរថ្ងៃខ្លះអាលោកធំអីចឹងយើងចេញអត់កើទេតែចេះហេងអីថ្ងៃដែលខ្ញុំទៅហ្នឹងគឺអាកាសធាតុអំណោយផលហ្មងយើងអាចចេញទៅលេងបានទូកនេះធំហ្នឹងអញ្ចឹងហើយយើងជិះបាន10នាក់ជាងអស់ហើយណាមួយវាមានអាតុកនៅកណ្ដាលយើងអាចអង្គុយផឹកស៊ីញ៉ាំអីនៅលើហ្នឹងហ្មងគ្រាន់តែពេលវេលាចំណាយក្នុងការជិះទូកនេះទៅហើយនឹងមកចង់កន្លះថ្ងៃអ្នកនរគ្នាចេញទៅថ្ងៃត្រង់មកដល់វិញពេលល្ងាចតែសប្បាយប្លែកភ្នែកអូអ្នកនរគ្នាជិះទៅកោះនេះកោះនោះមើលគេមើលឯងអញ្ចឹងណាអត់អបសក់ទេបានឲ្យអបសក់បាននៅលើទូកមានជាឲ្យផឹកនេះផឹកដើរមើលតែស្ពីបដើរឡើងឈៀលអូហើយទូកគេហ្នឹងចាក់ចម្រៀងបានទៀតគេមាន speaker ហើយឡើងទូកហ្នឹងអត់មានអីញ៉ាំទេមានតែម្ជូរហើយលៀសហាលព្រោះអីថាចាំចូលផែសមុទ្រគេទិញមកហូបញ៉ាំហ្មងណាធ្វើអីធ្វើខ្ញុំនេះ
នេះ enjoy ថតរូបសាហាវនិយាយទៅហើយជិះមួយជើងហ្នឹងខ្ញុំថតរូបបានឡើងចង់50-60ប៉ុស្តិ៍កន្លែងនេះគឺតារាសាកអ្នកនរគ្នាលើកទី1ឯងបានមកដល់នឹងធ្លាប់តែលើឈ្មោះប៉ុន្តែអត់ដែលឃើញរូបឥឡូវមកដល់បានឃើញហើយខ្ញុំនេះប្រឡែងតែពេលថតរូបចឹងឯងពេលដែលថតហើយពេលឲ្យដែលវិញចូលវិញហើយព្រោះអីខ្យល់សមុទ្រជីយូផងខ្លាចស្លោកស្បែកដែរហ្នឹងកន្លែងនេះគេជូនយើងមកផែសមុទ្រដែលមានលក់គ្រឿងសមុទ្រអីដែលយើងអាចទិញយកទៅញ៉ាំបានណាបងប្រុសខ្ញុំមានជាការស្ទូចថៃក្នុងអាងអ្នកនរគ្នាស្ទូចបានប្រោយតន់ទូគេឈប់យើងដាក់ពីប៉ុស្តិ៍ទៀតមកហើយចាំចោះទៅកន្លែងនេះស្ទូចថៃអូយល្អមើលទៅលោកអើយយើងស្ទូចបានថៃក្នុងធំហ្មងចាថៃនេះអត់មាន5គីឡូឯងមកហើយនៅកន្លែងគាត់មានលក់ខ្យងមានលក់មឹកមានលក់បាគីអីចឹងណានិយាយទៅកន្លែងផែគេបោះដុំគ្រឿងសមុទ្រណាអ្នកនរគ្នាតែយើងអាចចូលទៅទិញបានទុកល្ងាចឡើងអាំងនៅរីសតក៏បានយើងធ្វើឲ្យគេធ្វើអីភ្លាមញ៉ាំនៅលើតុហ្នឹងហើយបើនិយាយពីប៊ីយ៉ាវិញ refill អត់ចេះចាប់ផឹកប្រហែលក៏អត់គ្រាន់ដែរហើយដែលយើងស្ទូចពីអាងគេបានមិញហ្នឹងយើងយកទៅធ្វើជាថៃស្បៃជួរប៉ុន្តែយើងអត់ធ្វើនៅហ្នឹងទេយើងយកទៅតម្លាក់នៅអាកន្លែងផែគេកន្លែងហាងចិនខាងចិនគេធ្វើឲ្យវិញហើយបើប្រធាននេះគឺយើងធ្វើនៅហ្នឹងហ្មងយកទុកនៅលើតុអូទៅហ្មងហើយប្រធានក្នុងធំហ្មងណាអរគុណឲ្យយើងបានប្រធានហើយយើងក៏ឡើងទុកវិញបន្តដំណើរជិះទៅកន្លែងទីដូចជាពួកគាត់ជូនទៅព្រៃកោងកាំងអ្នកនរគ្នានេះពួកខ្ញុំបានមកដល់ហើយនេះជាទេសភាពព្រៃកោងកាំងនៅក្នុងខេត្តកោះកុងយើងមានអយសត្វធម្មជាតិហ្មងអ្នកនរគ្នាអើយស្ដាប់ណាព្រោះស្ពានតាមជោគចាយក្របំប្រដាក់tiền vô lấy đôi tôi có cao thì ôi phải hả anh kêu chơi bị con không ហើយឥឡូវល្ងាចតែហើយពួកខ្ញុំក៏បានចេញទៅកន្លែង resort វិញប៉ុន្តែមុននឹងចេញទៅកន្លែង resort ពួកខ្ញុំបានទៅថៃសិនហើយគេធ្វើមកហូបឲ្យយោញ៉ាគេនៅផែទៅនៅព្រោះមានទីគេថតបងនេះថតបាននោះអាទូយ៉ាយកអូយមិនស្អាតទេ មកដល់អូតែវិញក៏ធ្វើការងូតទឹកស្លៀកពាក់ហើយចាញ់ទៅកន្លែងញ៉ាំអីវិញទស្សនវិជ្ជាអូតែយើងនៅពេលយប់ណាអ្នកនរគ្នាបើកភ្លើងចេញមកឡើងឈៀលហ្មងណាភ្លើងលឿងហ្នឹងម្ហូបសម្រាប់ថ្ងៃទី2យើងនេះមានខ្លុំអាំងមានឆ្អឹងចេនីមានអីទៅហើយអានេះជាម្ហូបដែលយើងផ្ញើគេឲ្យធ្វើល្ងាចមិញហ៎អាថៃដែលយើងស្ទូចក្នុងអាងបានហ្នឹងហើយផឹកស៊ីដល់យប់បន្តិចមានជាការបែកកណិតចង់ទៅក្លឹបនៅកោះកុងបងនៅកោះកុងគាត់ជូនមកលេងក្លឹបនៅកោះកុងអានេះលក្ខណៈផាប់ឯអ្នកនរគ្នាពីផាប់ក៏ទៅរកកន្លែងបបសកន្លែងបបសនេះខ្ញុំធ្វើវីដេអូដែរចឹងអ្នកនរគ្នាអាចទៅមើលបានទីតាំងនៅណាហ្នឹងគឺមាននៅក្នុងវីដេអូដែលខ្ញុំធ្វើហ្នឹងបបសស្លឹកតយហើយជាមួយកាទៀវហើយដូចជាមានបាយឆាទៀតកន្លែងឥឡូវយើងកាត់មកដល់ផឹកថ្ងៃទី3អ្នកនរគ្នាខ្ញុំចេញទៅកន្លែងអាងទឹកថតផលិតផលអីគេបន្តិចហើយក៏ថតទៅសភាពអាងទឹកឲ្យអ្នកនរគ្នាមើលអូយអាងទឹកគេធំសាហាវបើមានគ្នាលេងអីអូយ10អ្នកជាងអីដឹងសប្បាយមិនទេនេះមកដើរលេងមែនណាតែក៏អត់ភ្លេចការងារដែរពេលថតហើយបានខ្ញុំត្រឡប់ទៅអូតែវិញងូតទឹកចេញទៅញ៉ាំបាយមាន់ចាបាយមាន់ខំដាំស្វាយខ្ញុំឃើញគេ share ច្រើនណាស់អ្នកខ្លះថានៅស្កកងឡើង30ឆ្នាំអីក៏អត់ស្គាល់ដែរកន្លែងនេះបាយហើយចេញទៅខ្ចប់កាហ្វេហើយយើងត្រឡប់ទៅភ្នំពេញវិញ